ប្រយោជន៍អាហារដែលមានជីវជាតិ A ជីវជាតិ A គឺជាមីក្រូសារជាតិដែលសារពាង្គកាយយើងត្រូវការចាំបាច់ដើម្បីជួយឲ្យរាងកាយមានដំណើរការនិងលូតលាស់បានល្អមនុស្សគ្រប់រូបត្រូវការជីវជាតិ A ដើម្បីទប់ទល់នឹងការបង្ករោគជីវជាតិ A ជួយសារពាង្គកាយតស៊ូប្រឆាំងនឹងការបង្ករោគវាជួយកោសិកាទាំងអស់នៅលើផ្ទៃខាងក្រៅនៃសារពាង្គកាយឲ្យមានសុខភាពល្អការពារមេរោគមិនឲ្យជ្រៀតចូលទៅក្នុងរាងកាយធ្វើឲ្យភ្នែកមានសុខភាពល្អជីវជាតិ A ជួយស្រទាប់ភ្នែកនិងកញ្ចក់ភ្នែកឲ្យរឹងមាំភ្លឺថ្លានិងសើមរហូតជីវជាតិ A ជួយកុមារឲ្យលូតលាស់ធំធាត់បានល្អប្រភេទជីវជាតិ A ដែលសារពាង្គកាយយើងប្រើប្រាស់មានច្រើននៅក្នុងទឹកដោះម្ដាយទឹកដោះសត្វថ្លើមសត្វនិងត្រីល្អិតល្អិតដែលថ្លើមរបស់វាជាប្រភពដ៏ល្អនៃជីវជាតិ A តម្រងនោមសត្វស៊ុតប័រធ្វើពីសាច់សត្វផ្លែឈើពណ៌លឿងជាពិសេសផ្លែស្វាយនិងល្ហុងទុំបន្លែពណ៌ទឹកក្រូចដូចជាការ៉ុតល្ពៅបន្លែស្លឹកពណ៌បៃតងចាស់ដូចជាស្ពៃខ្មៅស្ពៃរួញស្លឹកងប់កញ្ឆែតត្រកួនផ្ទីត្រួយល្ពៅម្រុំអង្គាដីជីសាំងហុំដំឡូងជ្វាលឿងនិងចេកដែលមានជីវជាតិ A ខ្លះចំណីអាហារកែច្នៃដែលមានជីវជាតិ A មានដូចជាប្រេងឆាមីនំប៉័ងជាដើមទាំងនេះគឺជាប្រភពនៃជីវជាតិ A ដូច្នេះលោកអ្នកគួរតែយកមកទទួលទានដើម្បីការពារកុំឲ្យមានបញ្ហាកង្វះជីវជាតិ A ក្នុងរាងកាយ